តែ5ចំណុចប៉ុណ្ណោះធ្វើឲ្យបរិយាកាសការងារនៅក្នុងក្រុមហ៊ុនរបស់អ្នកហ្នឹងកាន់តែប្រសើរឡើងសួស្តីខ្លឹមសភៅថ្ងៃនេះយើងនឹងដកស្រង់ចំណុចសំខាន់មួយនៅក្នុងសភៅដែលមានចំណងជើងថាសិល្បៈប្រើមនុស្ស2នាក់ឲ្យទទួលផលស្មើនឹងមនុស្ស7នាក់អញ្ចឹងជាដំបូងយើងមកដឹងថាហេតុអីបានយើងត្រូវចាំបាច់ធ្វើឲ្យបរិយាកាសក្នុងកន្លែងការងារហ្នឹងល្អធ្វើឲ្យបរិយាកាសក្នុងកន្លែងការងារហ្នឹងស្រស់បោះពោពេញទៅដោយភាពកក់ក្ដៅអញ្ចឹងយើងដឹងហើយថាអ្នកដឹកនាំមួយចំនួនគឺមានជំនាញនៅក្នុងការប្រើប្រាស់មនុស្សអាចថាមនុស្សតែម្នាក់គាត់ធ្វើការងារបានច្រើនគាត់មានសមត្ថភាពធ្វើការងារបានស្មើនឹងមនុស្ស2-3នាក់តែដែលឡែកប្រធានខ្លះឬក៏ចៅហ្វាយខ្លះគឺគាត់ប្រើមនុស្សម្នាក់ដូចគ្នាប៉ុន្តែផលទទួលបានគឺអត់អាចស្មើនឹងមនុស្ស2នាក់ឬក៏3នាក់អីទេអញ្ចឹងយើងមកមើលថាតើមូលហេតុអ្វីដែលជាកត្តាសំខាន់នៅក្នុងការធ្វើឲ្យចៅហ្វាយឬក៏ប្រធានទាំងពីរហ្នឹងខុសគ្នានេះបាទអញ្ចឹងពេលនេះយើងនឹងមកដឹងទាំងអស់គ្នាថាតើចំណុចអីខ្លះដែលជួយនៅក្នុងការឲ្យប្រធានម្នាក់ដែលគាត់ប្រើបុគ្គលិកតែម្នាក់គាត់អាចស្មើនឹងមនុស្ស 4-5 នាក់អីចឹងទៅបាទអញ្ចឹងយើងនឹងចែករំលែកចំណុចសាមញ្ញមួយចំនួនទាំងអស់គ្នាដើម្បីជាមេរៀនមួយជាបទពិសោធន៍មួយដែលដកស្រង់ចេញពីសភៅដើម្បីចែករំលែកជូនអនាគតប្រធានឬក៏ប្រធានទាំងអស់គ្នាឲ្យបានដឹងអញ្ចឹងនៅក្នុងសភៅនោះក៏អ្នកនិពន្ធបានលើកឡើងជាច្រើនចំណុចដែរប៉ុន្តែយើងយកតែ5ចំណុចដែលគិតថាវាជាសំខាន់សម្រាប់ការចែករំលែកនេះអញ្ចឹងទី1គឺញញឹមអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាអត្ថន័យនៃការញញឹមធ្វើឲ្យមនុស្សស្រស់ស្រាយអត្ថន័យនៃការញញឹមធ្វើឲ្យមនុស្សមានភាពកក់ក្ដៅដូចនៅពេលដែលយើងដើរទៅណាទៅណីយើងប្រើការញញឹមរបស់យើងដោយចេញពីចិត្តទៅកាន់មនុស្សគ្រប់គ្នានៅក្នុងការិយាល័យឬក៏នៅក្នុងទីសាធារណៈឬក៏ញញឹមទៅកាន់មនុស្សដែលយើងកំពុងតែជួបហ្នឹងបាទអញ្ចឹងគឺវាជាភាសាផ្លូវអារម្មណ៍មួយដែលអាចឲ្យពួកគេនោះទទួលបាននៅភាពកក់ក្ដៅទទួលបាននៅការស្វាគមន៍ពីអ្នកបានកាន់តែខ្លាំងអញ្ចឹងបើសិនជាយើងក៏លេខមកចំពោះអ្នកដែលគាត់ធ្វើការវិញនៅក្នុងការិយាល័យវិញអញ្ចឹងអាចថាវាជាចំណុចមួយដែលធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងការិយាល័យហ្នឹងគាត់មានសេចក្តីសុខមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលគាត់ចូលទៅដល់កន្លែងការងារគាត់ចាប់ផ្ដើមធ្វើការងារអីចឹងទៅបាទអញ្ចឹងការញញឹមចំហ្នឹងក៏បង្ហាញថាអ្នកកំពុងតែបង្កើតក្តីសុខឲ្យខ្លួនឯងដែររួមទាំងធ្វើឲ្យអ្នកដទៃហ្នឹងគាត់មានក្តីសុខដែរបាទអញ្ចឹងការញញឹមនេះគឺសំខាន់មែនទែនហើយកុំរើសអើងថាអូញញឹមចំពោះតែអ្នកនោះញញឹមចំពោះតែអ្នកនេះបាទគឺយើងញញឹមដាក់គ្រប់គ្នាដែលយើងបានជួបទាំងអស់បាទអញ្ចឹងវាជាចំណុចមួយសំខាន់សម្រាប់អ្នកគ្រប់គ្រងក៏ដូចជាចៅហ្វាយនាយដែរដែលអាចធ្វើឲ្យមនុស្សម្នាក់ហ្នឹងគាត់មានអារម្មណ៍បញ្ចេញសមត្ថភាពគាត់ឲ្យលើសពីអ្វីដែលគាត់មានបាទអ
ចំណុចទី2ការដែលយើងស្ដាប់ឲ្យបានច្រើនគឺវាជួយយើងមែនទែនសំខាន់គឺយើងស្ដាប់បុគ្គលិករបស់យើងនិយាយឲ្យបានច្រើនបុគ្គលិកយើងលើកឡើងយើងស្ដាប់យើងព្យាយាមត្រិះរិះពិចារណាថាតើការលើកឡើងរបស់ពួកគាត់នឹងចង់បានអ្វីហើយយើងឆ្លើយតបឲ្យគាត់យ៉ាងដូចម្ដេចការស្ដាប់នឹងទៀតសោតមិនមែនចេះតែយើងចេះតែស្ដាប់ទេគឺស្ដាប់ដោយការយកចិត្តទុកដាក់បំផុតស្ដាប់ដោយការផ្ដល់តម្លៃឲ្យអ្នកនិយាយឲ្យបានកាន់តែច្រើនបំផុតបាទអញ្ចឹងកន្លែងហ្នឹងគឺអាចឆ្លុះបញ្ចាំងថាអ្នកគឺជាមនុស្សម្នាក់ដែលពូកែខាងការស្ដាប់ពូកែទាំងធ្វើឲ្យផ្លូវចិត្តរបស់បុគ្គលិកគាត់មានអារម្មណ៍ថាសម្ដីគាត់នៅពេលដែលគាត់និយាយទៅគឺ management ប្រធានចង្វាយរបស់គាត់ឬក៏អ្នកគ្រប់គ្រងរបស់គាត់ហ្នឹងទទួលយកសម្ដីរបស់គាត់យកទៅពិចារណាមុននឹងធ្វើការសម្រេចចិត្តសរុបមកវិញអាចថាសម្ដីរបស់គាត់ហ្នឹងនិយាយទៅគឺមានអ្នកស្ដាប់អញ្ចឹងទង្វើហ្នឹងវាគឺជាការផ្ដល់តម្លៃមួយបែបសម្រាប់បុគ្គលិករបស់យើងសម្រាប់អ្នកក្រមបង្គាប់របស់យើងហ្នឹងបាទអញ្ចឹងមិនថាតែបុគ្គលិកទេជាទូទៅមនុស្សទូទៅក៏ដូចគ្នាដែរនៅពេលដែលគាត់និយាយមកយើងព្យាយាមស្ដាប់របស់គាត់ឲ្យស្ដាប់គាត់ឲ្យយកចិត្តទុកដាក់បាទយើងមិនព្យាយាមទៅកាត់ឬក៏បង្អាក់ការនិយាយរបស់គាត់អីហ្នឹងវាគឺជាទង្វើដែលសមរម្យឬក៏ដោយទង្វើដែលថ្លៃថ្នូររបស់យើងមួយដែលយើងគោរពអ្នកនិយាយហ្នឹងបាទអញ្ចឹងនៅពេលដែលយើងផ្ដល់ការស្ដាប់ដ៏ល្អនេះទៅដល់ពួកគាត់ហើយអញ្ចឹងគឺពួកគាត់ចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះយើងចាប់ផ្ដើមខិតខំបញ្ចេញការឥទ្ធិពលឬក៏សមត្ថភាពនៅក្នុងការធ្វើការងារមួយនឹងឲ្យបានសម្រេចពេលខ្លះនៅពេលដែលគាត់មានអារម្មណ៍ល្អគាត់ចាប់ផ្ដើមមានយុទ្ធវិធីសាស្ត្រផ្សេងដើម្បីទៅធ្វើការងារនឹងឲ្យកាន់តែលឿនឲ្យបានសម្រេចកាន់តែច្រើនថែមពីលើនឹងទៀតបាទចំណុចទី3ចូលនិយាយនៅពាក្យថាអរគុណអញ្ចឹងការប៉ັດទៅពាក្យអរគុណនេះវាមិនមែនជាពាក្យដែលពិបាកនៅក្នុងការនិយាយទេអញ្ចឹងបងប្អូនគ្រប់គ្នាបានដឹងហើយពេលខ្លះយើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏ធ្លាប់អរគុណបាទគេឲ្យជាកាដូអីមួយយើងធ្លាប់អរគុណឬក៏គេជួយក្នុងន័យតិចតួចអីមួយក៏យើងនិយាយពាក្យថាអរគុណអូខេវាជាសុជីវធម៌មួយដ៏ល្អសម្រាប់ប្រជាជនខ្មែររបស់យើងដែលយើងតែងតែប្រើពាក្យអរគុណជាមួយនឹងទឹកមុខញញឹមទឹកមុខស្រស់ស្រាយទៅអ្នកដែលគាត់បានជួយបាទអញ្ចឹងនៅក្នុងន័យការងារវិញអញ្ចឹងយើងដឹងហើយថាបុគ្គលិករបស់យើងជាអ្នកដែលគាត់ទៅធ្វើការងារនឹងឲ្យយើងជាអ្នកដែលគាត់ទៅធ្វើការងារនឹងសម្រាប់ក្រុមរបស់យើងក្រុមហ៊ុនរបស់យើងឯជាដើមអញ្ចឹងមិនថាជារឿងដែលតូចមិនថាជារឿងដែលធំទេឲ្យតែពួកគាត់ធ្វើការងារសម្រេចទាំងអស់គឺប្រធានទាំងអស់គ្នាគួរតែសម្ដែងនឹងការអរគុណទៅដល់ពួកគាត់បាទទីហោថាយើងណាត់ពេលប្រជុំមួយម៉ោង9ព្រឹកយើងនឹងប្រជុំជាក្រុមតូចឬក្រុមធំអីចឹងទៅបាទពួកគាត់មកជុំគ្នាទាំងអស់ឬក៏គាត់ចូលទៅក្នុងការប្រជុំនឹងបានទាន់ពេលវេលាឬក៏មុនពេលវេលា
អូខេសម្ដែងការអរគុណឲ្យគាត់ទៅបាទបុគ្គលិកខ្លះគាត់ទៅជួយរកទិន្នន័យឲ្យយើងបាទអញ្ចឹងក៏យើងអាចសម្ដែងនៅការអរគុណទៅពួកគាត់ដែរបាទសរុបមកវិញគឺការអរគុណរបស់យើងហ្នឹងគឺជាការដែលផ្ដល់ឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់នឹងជាមនុស្សសំខាន់ជាមនុស្សដែលមានតម្លៃបាទអញ្ចឹងយើងថាយើងទៅមើលមកយើងអរគុណយ៉ាងម៉េចការអរគុណរបស់យើងនឹងគឺជាពិសេសគឺការអរគុណភ្ជាប់ជាមួយនឹងឈ្មោះបុគ្គលិកហ្នឹងបាទយើងភ្ជាប់មិនឥឡូវឧទាហរណ៍ថាអរគុណ Mr. David អរគុណ Mr. សុខាអីចឹងទៅបាទយើងភ្ជាប់ជាមួយនឹងឈ្មោះបុគ្គលម្នាក់នោះទៅគឺអាចថាវាជាចិត្តសាស្ត្រមួយដែលធ្វើឲ្យអារម្មណ៍ពួកគាត់នឹងមានអារម្មណ៍ល្អកាន់តែខ្លាំងឡើងបាទអញ្ចឹងសង្ឃឹមថាអ្នកគ្រប់គ្រងទាំងអស់គ្នាយើងនឹងចាប់ផ្ដើមចេះអរគុណដើម្បីឲ្យបុគ្គលិករបស់យើងគាត់មានអារម្មណ៍ល្អក្នុងការធ្វើការងារបាទទី4ត្រូវចេះសរសើរជាទូទៅមនុស្សភាគច្រើនគឺចូលចិត្តពាក្យសរសើរច្រើនជាងពាក្យបង្អាប់ត្រូវទេបងប្អូនបាទដូចមានពាក្យចាស់លោកពោលថាគាត់អត់ស៊ីចូលទេតែបើប្រអាប់ខឹងបាទគាត់អញ្ចឹងបានន័យថាត្រង់ចំណុចនេះបាទគឺការសរសើរវាជាទឹកចិត្តដ៏ធំធេងមួយសម្រាប់ផ្ដល់ជូនមនុស្សផ្សេងគ្នាបាទអញ្ចឹងការសរសើររបស់យើងនេះក៏មិនមែនថាគ្រាន់តែជាការសរសើរដោយចេះតែសរសើរទេគឺអាចថាការសរសើររបស់យើងគឺត្រូវតែជាការសរសើរដែលចេញពីចិត្តរបស់យើងបាទមិនថាជាការសរសើរទៅលើរូបរាងរូបកាយសម្បត្តិបាទសម្លៀកបំពាក់គាត់ស្លៀកនៅថ្ងៃហ្នឹងបាទមុខមាត់គាត់ថ្ងៃហ្នឹងគាត់ស្រស់បោះអីចឹងទៅឬក៏ម៉ូតសក់ទឹកកាត់ថ្មីអីចឹងទៅវាជាកលឹះមួយដែលអាចធ្វើឲ្យប្រធានទាំងអស់គ្នាហ្នឹងឬក៏បងប្អូនទាំងអស់គ្នាហ្នឹងអាចយកទៅសរសើរម្នាក់នឹងបានដែរអាចយកទៅសរសើរបុគ្គលិកនឹងបានដែរបាទអញ្ចឹងអ្នកខ្លះក៏សរសើរពីអត្តចរិតលក្ខណៈរបស់បុគ្គលិកអីដែរអាចថាលោកអ្នកឯងជាមនុស្សចិត្តទលាយបាទចូលចិត្តជួយគេអីចឹងទៅបាទអ្នកឯងជាមនុស្សដែលមានចិត្តអំណត់អត់ធ្មត់នឹងរឿងការងារបាទឬក៏អាចថាអ្នកឯងគឺជាមនុស្សដែលធ្វើការងារដែលតែងតែធ្វើឲ្យខ្ញុំនឹងមិនខកបំណងទេអីចឹងទៅអញ្ចឹងយើងមកមើលថាតើការសរសើរទាំងអស់ហ្នឹងវាជារឿងធំដុំអត់ទេវាជារឿងដែលតូចតាចទេប៉ុន្តែការសរសើរនឹងហើយគឺវាអាចធ្វើឲ្យបុគ្គលិករបស់យើងនឹងទទួលស្គាល់យើងជាប្រធានគ្រប់គ្រងឬក៏ចៅហ្វាយនេះហ្នឹងថាជាការផ្ដល់តម្លៃឲ្យគាត់ជាការលើកទឹកចិត្តគាត់មួយដ៏ធំធេងណាស់បាទអញ្ចឹងចូលព្យាយាមសម្ដែងនៅការសរសើរជាប្រចាំទៅកាន់បុគ្គលិករបស់យើងទៅកាន់អ្នកដែលនៅជុំវិញខ្លួនយើងបាទហើយគោលការណ៍សរសើរនោះយើងនឹងមាននៅវីដេអូក្រោយទៀតថាតើការសរសើរយ៉ាងម៉េចដែលធ្វើឲ្យមានប្រសិទ្ធភាពចំពោះអ្នកដែលយើងសរសើរនឹងកាន់តែខ្លាំងបាទអញ្ចឹងយើងនឹងមានវីដេអូបន្ថែមសម្រាប់បងប្អូនទុកជាចំណេះដឹងបន្ថែមទៀតហ្នឹងណាបាទនៅវីដេអូក្រោយពាក់ព័ន្ធជាមួយនឹងគោលការណ៍នៃការសរសើរដ៏មានប្រសិទ្ធភាពហ្នឹង
ចឹងចំណុចទី5ចំណុចទី5ដែលសំខាន់នោះគឺយើងជាចៅហ្វាយនេះត្រូវផ្ដល់នៅការលើកទឹកចិត្តនិងអបអរសាទររាល់ភាពជោគជ័យរបស់គេបាទអញ្ចឹងវាអត់ខុសអីពីការសរសើរប្រមាណនេះប៉ុន្តែជាការលើកទឹកចិត្តមួយដែលតែងតែមនុស្សទូទៅតែងតែចង់ទទួលបានហ្នឹងណាបាទអញ្ចឹងយើងឃើញហើយថាសពថ្ងៃនេះគឺវាមានមនុស្សដែលគាត់មានបញ្ហាផ្លូវចិត្តល្អវាមានមនុស្សដែលបញ្ហាផ្លូវចិត្តមិនល្អអីចឹងទៅឬក៏អ្នកខ្លះរហូតមានផ្លូវចិត្តមិនល្អរហូតដល់ថ្នាក់កើត depression អាចថាជាជំងឺធ្លាក់ទឹកចិត្តអីចឹងទៅអញ្ចឹងវាអាចមានដែរអញ្ចឹងយើងឃើញថាការសរសើរការលើកទឹកចិត្តនេះក៏វាជាផ្នែកមួយសម្រាប់ចូលទៅលួងលោមចូលទៅពង្រឹងទឹកចិត្តរបស់បុគ្គលិកចូលទៅពង្រឹងទឹកចិត្តរបស់មនុស្សដែលយើងស្គាល់មិត្តភ័ក្តិបងប្អូននេះដែរបានន័យថាឲ្យទឹកចិត្តរបស់គាត់នឹងមានភាពខ្លាំងក្លាមានឥទ្ធិពលឡើងវិញបាទរឹងមាំឡើងវិញបាទអញ្ចឹងយើងអាចថាពេលបុគ្គលិករបស់យើងគាត់ជោគជ័យទៅលើរឿងការងារដែលយើងបានដាក់ជូនហើយអូខេអាចថាមានជាការជប់លៀងលក្ខណៈតូចតាចអីចឹងទៅជួបជុំគ្នាអាចថាផេកាហ្វេញ៉ាំអាហារនៅចិត្ត office អីជុំគ្នាមួយពេលអីចឹងទៅឬក៏ទៅភោជនីយដ្ឋានណាមួយនៅចិត្តហ្នឹងអីទៅដើម្បីអបអរសាទរដល់ការជោគជ័យរបស់ពួកគាត់អីហ្នឹងទៅបាទអញ្ចឹងអាហ្នឹងគឺជាការអបអរសាទរដល់ល្អមួយដែរបាទសម្រាប់បង្ហាញថាmanagement ឬក៏អ្នកគ្រប់គ្រងចៅហ្វាយនាយអីហ្នឹងគឺមានការយកចិត្តទុកដាក់និងមានចំណាប់អារម្មណ៍ចំពោះការអនុវត្តទៅលើការងារដែលបានសម្រេចរបស់ពួកគាត់អីហ្នឹងបាទហើយការលើកទឹកចិត្តនេះដូចគ្នាទៀតដូចគ្នាថងថាមិនថាជារឿងការងារឯងជារឿងផ្ទាល់ខ្លួនជារឿងគ្រួសារបាទឬក៏ជាបញ្ហាស្មុគស្មាញផ្សេងអីហ្នឹងយើងជាប្រធានយើងជាអ្នកគ្រប់គ្រងចៅហ្វាយនាយហ្នឹងក៏អាចដើរតួនាទីនៅក្នុងការចូលទៅលើកទឹកចិត្តចូលទៅផ្ដល់ជាគំនិតវិជ្ជមានដល់ពួកគាត់ដែរបាទយើងអាចធ្វើបានយើងជួយទៅរមើលថាមានវិធីអីខ្លះដើម្បីជួយដោះស្រាយឬក៏ជួយសម្រាលបន្ទុករបស់គាត់ពីភាពដែលស្មុគស្មាញទាំងអស់ហ្នឹងអញ្ចឹងជា management ជាប្រធានអីហ្នឹងគឺគាត់អាចធ្វើបានហើយក៏ជាចំណុចមួយដែលអាចថាជាចំណុចសំខាន់សម្រាប់ឲ្យបុគ្គលិករបស់យើងហ្នឹងគាត់មានអារម្មណ៍ល្អមកវិញហើយគាត់អាចចាប់ផ្ដើមធ្វើកិច្ចការងាររបស់យើងឡើងវិញឬក៏ជាចំណុចមួយដែលយើងបានផ្ដល់ការលើកទឹកចិត្តដ៏មានអត្ថន័យសម្រាប់ពួកគាត់បាទចំណុចបន្ទាប់អាចថាវាជាការផ្ដល់នៅការការពារពួកគេផងដែរអញ្ចឹងក្នុងការលើកទឹកចិត្តហ្នឹងគឺយើងអាចថារួមនៅជាមួយនឹងការការពាររបស់ពួកគេពីគំនិតអវិជ្ជមានពីអកប្បកិរិយាមិនសមរម្យឬក៏ពីការបដិបត្តិដែលមិនល្អរបស់បុគ្គលិកដទៃទៀតមកលើគាត់អីហ្នឹងគឺយើងអាចជួយការពារគាត់អីចឹងទៅបាទអញ្ចឹងការការពារហ្នឹងយើងមិនមែនថាយើងការពារតែក្នុងក្រុមហ៊ុនទេអញ្ចឹងក្រៅក្រុមហ៊ុនអីក៏យើងអាចការពារបានដែរដូចខ្ញុំបានលើកឡើងពីដើមមិញថាបញ្ហាគ្រួសារបញ្ហាផ្ទាល់ខ្លួនអីផ្សេងបើសិនជាយើងជាប្រធានរបស់គាត់យើងជាចៅហ្វាយនាយរបស់គាត់យើងជាអាណាព្យាបាលរបស់គាត់ក៏យើងអាចជួយបានយើងនឹងជួយតាមលទ្ធភាពរបស់យើងអីចឹងទៅបាទហើយចំណុចសំខាន់ហ្នឹងគឺការលើកទឹកចិត្តពិសេសចុងក្រោយគឺផ្ដល់ប្រាក់ខែសមរម្យអូខេអញ្ចឹងបុគ្គលិកការិយាល័យអ្នកដែលគាត់ធ្វើការងារ
ឯកជនផ្សេងផ្សេងអីហ្នឹងសំខាន់ណាស់គឺប្រាក់ខែសមរម្យនឹងឯងហើយយើងដឹងហើយថាប្រាក់ខែវាគឺជាការតបស្នងដ៏មានតម្លៃបំផុតនៃការលះបង់របស់គាត់អញ្ចឹងគាត់ធ្វើការងារកាន់តែច្រើនគួរណាស់ថាគាត់បានតបស្នងនៅប្រាក់ខែដ៏សមរម្យមួយហើយបាទអញ្ចឹងនៅក្នុងបរិបទឥឡូវនេះសង្គមបច្ចុប្បន្ននេះគេតែងតែលើកឡើងថាហេតុអីបានអ្នកចាស់ប្រាក់ខែតិចជាងអ្នកថ្មីអីចឹងទៅអ្នកថ្មីចូលមកគេបានប្រាក់ខែច្រើនជាងអីចឹងទៅហើយអ្នកចាស់គាត់ធ្វើការរាប់ឆ្នាំអីហើយគាត់ប្រាក់ខែគាត់ឡើងដែរតែគាត់ឡើងតិចតួចអីចឹងទៅអញ្ចឹងអានឹងគឺជាការវេជ្ជញែកនៅក្នុងសង្គមរបស់យើងជាក់ស្ដែងហើយខ្ញុំមិនទៅសម្រាយទៅលើរឿងហ្នឹងទេប៉ុន្តែគ្រាន់តែវាមានចំណុចមួយចំនួនដែលគេលើកឡើងគេធ្លាប់លើកឡើងនៅក្នុងបណ្ដាញសង្គមអីថាដើម្បីឲ្យយកបុគ្គលិកដែលគាត់មានជំនាញវិជ្ជាជីវៈច្បាស់លាស់មកពីខាងក្រៅដោយឲ្យផ្ដល់ជូននៅប្រាក់ខែដែលសមរម្យជូនគាត់បុគ្គលិកថ្មីដែលចូលមកប៉ុន្តែបើបុគ្គលិកចាស់ដែលគាត់នៅខាងក្នុងគឺវាជាសារដាស់តឿនមួយថាបើសិនជាគាត់អត់ព្រមអភិវឌ្ឍខ្លួនឯងទេអត់ព្រមធ្វើការងារឲ្យកាន់តែខ្លាំងទេនោះការបាត់បង់អាចនឹងកើតឡើងបាទអាចថាបាត់បង់ប្រាក់ខែឬប្រាក់ខែអត់សូវឡើងអញ្ចឹងអាចថាអ្នកខ្លះគាត់ធ្វើការងារបានប៉ុណ្ណឹងហើយគាត់ចេះគាត់ស៊ាំអីហើយគាត់អត់សូវប្រឹងប្រែងបន្ថែមអីទៀតទៅអញ្ចឹងអានឹងគឺជាការវេជ្ជញែកខាងក្រៅផ្សេងទៀតអញ្ចឹងខ្ញុំអត់សុំសម្រាយទៅលើរឿងនឹងទាំងអស់ទេអញ្ចឹងសរុបរួមមកគឺប្រាក់ខែសមរម្យវាជាកត្តាសំខាន់បំផុតក៏ដូចជាការឡើងតំណែងអីផ្សេងដែរអញ្ចឹងអ្នកគ្រប់គ្រងខ្លះគាត់អាចប្រើវិធីសាស្ត្រទាំងផ្ដល់ជូនប្រាក់ខែសមរម្យទាំងផ្ដល់ជូនតំណែងធំជាងមុនឲ្យបុគ្គលិកអីចឹងទៅគោរពទៅតាមការធ្វើការងាររបស់គាត់គោរពទៅតាមការសម្រេចគោលដៅរបស់គាត់អីនោះឯងបាទអញ្ចឹងសរុបមកនៅពេលដែលយើងយកវិធីទាំងអស់ហ្នឹងទៅប្រើនៅក្នុងក្រុមហ៊ុនរបស់អ្នកបាទនៅក្នុងចំណោមបុគ្គលិករបស់អ្នកយើងនឹងមានការភ្ញាក់ផ្អើលជាមិនខានទីដោយមើលឃើញថាខ្លួនឯងនឹងคล้ายជាអ្នកគ្រប់គ្រងឬក៏คล้ายជាចវាយនាយម្នាក់ដែលល្អប្រសើរហើយក្រុមការងាររបស់យើងទាំងមូលនឹងក៏បានចាប់ផ្ដើមកសាងស្នាដៃល្អៗសម្រាប់ក្រុមនៅកម្រិតខ្ពស់មួយរួមជាមួយនឹងស្មារតីក្រុមទាំងមូលនឹងគឺមានការស្រាក់ស្រានគ្នាខិតខំប្រឹងប្រែងទាំងអស់គ្នាធ្វើការឲ្យអស់សមត្ថភាពពីគ្នានិងកើតកម្លាំងជំរុញចិត្តពីខាងក្នុងហ្នឹងដើម្បីឲ្យសម្រេចកិច្ចការមួយហ្នឹងឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់មួយទៀតគឺអាចថាវាជាចំណុចមួយធ្វើឲ្យពួកគាត់នឹងមានអារម្មណ៍ថាពេញចិត្តពេញថ្លើមជាមួយនឹងបរិយាកាសការងារល្អសរុបចុងក្រោយមនុស្សតែ2នាក់ទេគាត់អាចធ្វើការងារស្មើដល់មនុស្ស7នាក់ដោយសារតែចវាយល្អថ្នាក់ដឹកនាំល្អថ្នាក់ដឹកនាំចេះយល់កលៈទេសៈថ្នាក់ដឹកនាំចេះប្រើមនុស្សចេះលើកទឹកចិត្តមនុស្សអូខេអរគុណលោកអ្នកបានស្ដាប់ចប់ខ្លឹមសារសំខាន់នៅក្នុងសភៅមួយហើយគឺធ្វើម៉េចឲ្យបរិយាកាសការងាររបស់ខ្លួនឯងនឹងល្អ
បាទនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឯងហ្នឹងមានភាពស្រស់ស្រាយមានភាពកក់ក្ដៅអូខេសង្ឃឹមថាវីដេអូនេះជួយទៅដល់ប្រធានទាំងអស់គ្នាជួយទៅដល់អ្នកគ្រប់គ្រងចវាយនេះទាំងអស់គ្នារួមទាំងអនាគតចវាយទាំងអស់គ្នាអនាគតប្រធានទាំងអស់គ្នាបានជាចំណេះដឹងសម្រាប់ទៅយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួនឯងប្រចាំថ្ងៃអរគុណជម្រាបលា